អូខេតើសួស្តីបងប្អូនអរគ្នាបាទនៅក្នុងវីដេអូមុនខ្ញុំបានបង្ហាញបងប្អូនពីរបៀបនៅក្នុងការ sign up ក៏ដូចជាចូលឈ្មោះដើម្បីចូលទៅប្រើប្រាស់នៅកម្មវិធីចូលប្រើប្រាស់ក្នុង website របស់យើងហើយឥឡូវនេះខ្ញុំនឹងមកបង្ហាញបងប្អូនពីរបៀបនៅក្នុងការចូលទៅទិញមេរៀនដោយខ្លួនឯងនៅក្នុង website omoschool.net បាទអញ្ចឹងជាដំបូងបងប្អូនចូលមកបងប្អូនត្រូវមាន account មួយដែលជារបស់ខ្លួនឯងនេះបងប្អូនបានបង្កើតហើយបងប្អូនត្រូវតែមានជារបស់ខ្លួនឯងមួយបាទព្រោះថានៅក្នុង account មួយប្រើបានតែមួយ device ទេបើសិនជាបងប្អូនយក login លើកុំព្យូទ័រមួយបងប្អូនអាច login លើកុំព្យូទ័រមួយទៀតបានទេគឺ login មួយគឺយើងឲ្យអនុញ្ញាតឲ្យតែមួយ device ទេក្នុងមួយ account ណាបាទអញ្ចឹងបើបងប្អូន login មួយទៅអត់ log out មួយបាទបន្តមកទៀតយើងធ្វើការចូលទៅទិញខ្លួនឯងឧទាហរណ៍បងប្អូនត្រូវការទិញអីគេបាទទិញ Adobe Premium អញ្ចឹងPremium Pro អញ្ចឹងទោះថាបងប្អូនចង់ចេះកាត់វីដេអូអញ្ចឹងបងប្អូនទិញ Adobe Premium Pro ឬក៏ CapCut អញ្ចឹងទៅអញ្ចឹងនៅក្នុងតម្លៃនេះគឺខ្ញុំបានដាក់បញ្ជាក់ហើយតម្លៃដើមមួយខែ$25ចូលសល់$10ក្នុងមួយខែអញ្ចឹងបងប្អូនចុចបាយមកចុចលើ Adobe Premium Pro មកហើយបន្តមកទៀតបងប្អូននឹងឃើញមេរៀនដែលយើងសរសេរនៅខាងក្រោមមេតិកាដែលយើង upload ចូលខាងក្រោមហើយតែបងប្អូនអាចធ្វើការបើកមើលបាននេះបងប្អូន play មកបើជឿបាទវាដាក់ថា enroll requirement បាទចឹងបងប្អូនដើម្បីអាចធ្វើការបើកមើលបានបងប្អូនត្រូវ unlock វាចោលសិនមានន័យថាបងប្អូនត្រូវតែ pre enroll មានន័យទូទាត់ប្រាក់ដើម្បីធ្វើការមើលមេរៀនហ្នឹងបាទហើយអាណាដែល free យើងនឹង upload ជូននៅត្រង់នេះបាទអាណាដែលគិតលុយយើងគិតនៅត្រង់នេះបាទចឹងបងប្អូនកន្លែងមកចុចកន្លែង play video ទៅនេះបងប្អូននឹងឃើញកន្លែង contact ទៅកាន់ admin ហើយបាទបងប្អូនឃើញកន្លែងតាក់ទងទៅកាន់ admin ហើយវាមាន QR code Telegram របស់ admin support បាទមានលេខទូរស័ព្ទ085បាទ350 674ឬក៏បងប្អូនថាមើលមិនសូវច្បាស់ទេដាក់ឲ្យធំហ្មងបាទច្បាស់ឬក៏បងប្អូនអាចវាយនៅ username បាទ @momoschool_support admin បាទបងប្អូនវាយប៉ុណ្ណឹងមកហើយបន្តមកទៀតបងប្អូនធ្វើការ contact មកកាន់ admin support Telegram មកបន្តមកទៀតយើងនឹងចូលទៅឆ្លើយតបបងប្អូនតាមរយៈ Telegram support ហ្នឹងហើយបាទពេលដែលបងប្អូនឆាតមកបងប្អូននឹងឃើញបាទគឺ admin នឹងធ្វើការឆ្លើយតបបងប្អូនបាទអញ្ចឹងនៅពេលដែលបងប្អូនឆាតមកយើងធ្វើការឆ្លើយតបទៅកាន់បងប្អូនហើយនឹងដោះស្រាយរាល់សំណួរឬបញ្ហារបស់បងប្អូនបើសិនជាបងប្អូនថារៀនហើយបាទមានកន្លែងខ្លះអត់យល់ឬក៏ឆ្ងល់បាទអូខេកុំបារម្ភមានបងប្អូនយើងច្រើនគាត់ថាបងខ្ញុំចង់រៀនតាមអនឡាញតែខ្ញុំខ្លាចរៀនអត់ចេះខ្លាចអត់ច្បាស់ខ្លាចគ្រូខ្ញុំរៀនច្រើនតែវាអត់ជោគជ័យអត់ទៅមុខសោះខ្លាចអញ្ចេះមួយចុះពីរបាទមិនបាច់បារម្ភបងប្អូនប្រើកុំព្យូទ័របងប្អូន download នៅកម្មវិធីនេះមួយ Ultra Viewer បាទខ្ញុំអ្នក support ផ្ទាល់ហ្មងបាទចូលទៅ remote control លើកុំព្យូទ័ររបស់បងប្អូនហើយគឺចូលទៅបញ្ជីហើយគឺចូលទៅធ្វើឲ្យរៀបចំប្រាប់មួយទល់មួយហ្មងហើយបងប្អូនមិនបាច់ភ័យថាខ្លាច search រៀនអត់ទាន់ចេះមួយចុះពីរបាទ support អត់ទាន់មិនបាច់ភ័យទេខ្ញុំមានកុំព្យូទ័រច្រើនណាសម្រាប់ support បងប្អូនចូលមកហើយនឹងឃើញ website ហ្នឹងហើយបន្តមកបងប្អូនចុចពាក្យ download បាទពេលដែលបងប្អូនចូលមកកាន់ website បងប្អូនឃើញពាក្យថា Ultra View the free remote desktop software បងប្អូនចុចមកកុំព្យូទ័រសេរីទាបប៉ុណ្ណាក៏អាចប្រើបានដែរបងប្អូនសំខាន់លើអ៊ីនធឺណិតយើងខ្លាំងហើយបាទលឿនឬខ្សោយតើមកបងប្អូនចុចពាក្យ download មកបាទវានឹងធ្វើការ download នៅទីនេះហើយអញ្ចឹងបងប្អូនចុចកន្លែង show in folder មកហើយធ្វើការមើលស្ដាំលើវាយកពាក្យ run as administrator ហើយយកពាក្យ yes មកវានឹងធ្វើការដំឡើងចុច next install មកបាទហើយបងប្អូនរងចាំវាឲ្យចប់នៅពេលដែលវា install ចប់វានឹងចេញតម្រងមកបាទហើយបងប្អូនមិនបាច់ខែងចិត្តថាខ្លាចមិនខានចេះមួយចពីមិនបាច់ភ័យទេបងប្អូនឆាតមកឲ្យតែបងប្អូនរៀនយកចិត្តទុកដាក់ admin support បងប្អូនមក24ម៉ោងលើ24ម៉ោងលើកលែងតែម៉ោង1ម៉ោង2យកពេលត្រូវការដេកដែរបាទត្រូវការដេកត្រូវការពួនដែរ admin ត្រូវការដេកត្រូវការពួនដែរអញ្ចឹងបងប្អូនមិនភ័យមិនខ្លាចថាអូខ្លាចរៀនទៅអត់ចេះខ្លាចមានបញ្ហាទៅអត់ដឹងដោះស្រាយមិនអូខេមិនបាច់ភ័យនេះតាក់ទងមកបាទ Telegram admin ដាក់ផ្លឹបតាក់ទងភ្លាមឆ្លើយតបភ្លាមពេលដែលបងប្អូនធ្វើការដំឡើងវាហើយអញ្ចឹងមកតបមកបងប្អូនគ្រាន់តែផ្ញើនៅ ID password វាមកបាទផ្ញើមកឲ្យ admin មក admin នឹងធ្វើការចូលទៅ remote ហើយដោះស្រាយបញ្ហាជូនបងប្អូនចុច finish មក finish ហើយពេលដែលបងប្អូនចុចមកវានឹងចេញតម្រងមកបែបនេះបាទអញ្ចឹងបងប្អូនគ្រាន់ copy អាលេខនេះ
ឬក៏ចុចសញ្ញាតានេះហើយផ្ញើមកឲ្យ admin តាម Telegram មកសម្រាប់មានបញ្ហាឬចង្អល់ផ្សេងៗ admin នឹងចូលទៅធ្វើការដោះស្រាយជូនភ្លាមៗតែម្ដងចូលទៅ support ដោះស្រាយចូលទៅ remote ដោះស្រាយជូនហ្មងណាហើយបងប្អូនខ្វែងហើយបងប្អូនថាខ្វែងពេលដែលប្រើចប់បងប្អូនខ្វែងហើយអត់ដឹងថាត្រូវរកនៅណាបាទបងប្អូនចុចកន្លែង window ទៅនេះបាទ window ចុច window មកហើយបន្ទាប់មកវាយ ultra អក្សរ U អក្សរ L បាទបងប្អូនឃើញនេះឈ្មោះ app នេះ ultra viewer បងប្អូនចុចលើវាមកប៉ឹងមកបន្ទាប់មកវានឹងចេញមកហើយបងប្អូនផ្ញើតា UID password ឲ្យខ្ញុំមកគឺខ្ញុំចូលទៅ remote លើកុំព្យូទ័របងប្អូនហើយនឹងដោះស្រាយជូនបញ្ហាបងប្អូនបាទអាហ្នឹងរបៀបក្នុងការ support គឺមានតែប៉ុណ្ណឹងវាអត់មានអីពិបាកទេហើយបន្តមកទៀតបងប្អូនអាចធ្វើការទិញមេរៀនឲ្យខ្លួនឯងពេលដែលបងប្អូនចុច pre enroll មកហើយបន្តមកបងប្អូនបន្ទាប់ពីបានធ្វើការ payment មកកាន់ mmoschool.net ហើយបងប្អូនត្រូវ complete ត្រូវយក username ID របស់បងប្អូនផងដើម្បីឲ្យខ្ញុំដឹងថាតើបងប្អូនណាខ្លះដែលគាត់ទិញខុសពីខាងយើងបាទអញ្ចឹងបងប្អូនចុចកន្លែង profile បងប្អូនទៅនេះហើយបន្តមកទៀតចុចពាក្យថា dashboard បន្ទាប់ពីចុចពាក្យ dashboard ហើយបងប្អូនចុចពាក្យថា profile ហើយបងប្អូន copy លេខទូរស័ព្ទ copy email របស់បងប្អូនផ្ញើមកឲ្យខ្ញុំដឹងថាអូខេពេលដែលបងប្អូនចូលទៅខ្ញុំនឹង allow ជូនបងប្អូនឲ្យចូលរៀនណាហើយនៅពេលដែលខ្ញុំ allow ហើយបងប្អូនអាចចូលទៅមើលមេរៀនបានដោយខ្លួនឯងបងប្អូនគាត់ចុចពាក្យថា dashboard មកបងប្អូនចុចពាក្យ profile ហើយបន្ទាប់មកយកពាក្យ dashboard បាទបន្ទាប់មកបងប្អូនយកពាក្យថា my course បើសិនបងប្អូនទិញគឺ my course កន្លែងនេះគឺខ្ញុំនឹង allow ជូនគឺខ្ញុំនឹងអនុញ្ញាតជូនបងប្អូនចូលភ្លាមអញ្ចឹងនៅពេលដែលបងប្អូនត្រូវការចូលមកមើលមេរៀនបងប្អូនក៏ចុច my course មកបាទគឺចូលទៅមើលមេរៀននៅនឹងខ្លួនឯងហើយនៅពេលដែលបងប្អូនរៀនចប់យើងនឹងចេញ certificate បញ្ជាក់បងប្អូនថាបងប្អូនបានរៀនជាមួយនឹង website យើងពិតប្រាកដមែនហើយចំណេះដឹងនិងបទពិសោធន៍គឺអ្វីដែលយើងតើបងប្អូនរៀនទៅច្បាស់មានការប្រឡងធ្វើ test ត្រឹមត្រូវបើសិនជាអូខេយើងដាក់ requirement ទៅបងប្អូនធ្វើបានអូខេជោគជ័យបាទតេស្តទៅចេញលទ្ធផលយើងនឹងចេញ certificate ជូនតែបើសិនជាបងប្អូនអត់ទាន់ច្បាស់ទេយើងនឹងឲ្យបងប្អូនរៀនរហូតដល់បងប្អូនចេះច្បាស់បានយើងចេញ certificate ជូនណាបាទសូមអរគុណហើយចំពោះវីដេអូនេះផងដែរខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនដែលមានចម្ងល់ឬបញ្ហាផ្សេងៗបងប្អូនអាចតាក់ទងមកកាន់ admin ផ្ទាល់តាមរយៈ Telegram បាទ MMO School Support Admin បាទនេះបងប្អូនវាយមក username MMO School Support Admin ឬក៏លេខទូរស័ព្ទ085 550 674បាទមានតែប៉ុណ្្នឹងសូមអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ